ស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំមកជាបន្តទៀតបាទនៅក្នុងវីដេអូនេះយើងសិក្សាពី phonetic symbol for pronunciation និមិត្តសញ្ញាសម្រាប់បន្លឺសូរសំឡេងបាទឥឡូវយើងចូលទៅដល់ phonetic symbol របស់យើងបាទនេះ phonetic symbol និមិត្តសញ្ញាបន្លឺសំឡេង with song តែថាស្រៈសំចឹងយើងចាប់ផ្ដើមអានទាំងអស់គ្នា repeat after me បាទនេះយើងអានថា A again A for example day ប្រែថាថ្ងៃបាទតទៅទៀត O again O បាទស្រៈ O នេះយើងមានពីរទម្រង់នេះបាទយើងអាចសរសេរវាក៏បានដែរ for example no ប្រែថាដឹងចេះឬក៏ស្គាល់បាទពី no ប្រែបានច្រើនយើងអាចថាដឹងចេះស្គាល់ឥឡូវស្រៈទី3 I for example I ប្រែថាភ្នែកដល់ទី4for example cow ប្រែថាគោមេគោយើងតទៅទៀត I for example boy ប្រែថាក្មេងប្រុស ear for example near ក្នុងពី near នេះគឺមានន័យថាជិតឬក៏ក្បែរតទៅទៀត air អញ្ចឹងស្រៈ A នេះមានពីរទម្រង់បាទគឺអាចសរសេរទម្រង់នេះក៏បានទម្រង់នេះក៏បាន for example hair បាទ hair នោះប្រែថាសក់ហើយមួយទៀតនៅចុងក្រោយ for example who ប្រែថាតាដើរមើលដំណើរដើរមើលពីដើរទៅលេងកម្សាន្តនៅទីណាមួយបាទទីក្រុងឬក៏ទៅមើលនៅតំបន់ទេសចរណ៍នៅកន្លែងណាមួយអញ្ចឹងតកតងទៅនឹង this song នេះស្រៈសំនេះគឺមានប៉ុណ្ណឹងនៅវីដេអូលើក្រោយយើងរៀនពី consonant sound ម្ដងអញ្ចឹងសូមរងចាំទស្សនាមេរៀនបន្ត